ជម្រាបសួរលោកអ្នកបងប្អូននាងខ្ញុំឈ្មោះអង្គគីវឡាងនៅថ្ងៃនេះនាងខ្ញុំមាននៅការចែករំលែកទាក់ទងនឹងជំនឿជូនលោកអ្នកបងប្អូនហើយដកស្រង់ពីបទពិសោធន៍នៃជីវិតរបស់នាងខ្ញុំផ្ទាល់ចាជំនឿនៅក្នុងព្រះយេស៊ូវកាប់ទៅវាមិនងាយស្រួលទេគឺវាពិបាកចង់ជម្រាបថាអ្នកណាក៏គាត់មានការលំបាកផ្សេងគ្នានៅក្នុងជីវិតរបស់គាត់ទោះបីជាយើងមើលពីសម្បកក្រៅឃើញថាឃើញគាត់មើលទៅល្អជាងយើងប្រសើរជាងយើងការពិតទៅអត់ទេគាត់មានការលំបាករៀងខ្លួនសម្រាប់ជីវិតរបស់គាត់ចានៅថ្ងៃនេះនាងខ្ញុំចង់ចែករំលែកនៅក្នុងព្រះគម្ពីរហេព្រើរចំពោះ11ខ1ដែលចែងថាជំនឿធ្វើយើងមានអ្វីដែលយើងសង្ឃឹមថានឹងបានអញ្ចឹងបច្ចុប្បន្នកាលគឺយើងត្រូវការអ្វីផ្សេងជាច្រើនហើយនៅពេលដែលយើងមានជំនឿយើងអាចទូលសុំព្រះអង្គសូមឲ្យព្រះអង្គប្រទានឲ្យយើងនៅអ្វីដែលយើងត្រូវការប្រទាននៅដំណោះស្រាយសម្រាប់បញ្ហាផ្សេងនៅក្នុងជីវិតរបស់យើងហើយបទពិសោធន៍របស់នាងខ្ញុំផ្ទាល់ពេលខ្លះនាងខ្ញុំឮសំឡេងពីព្រះអង្គមិនមែនជាសំឡេងឮទេប៉ុន្តែជាសំឡេងដែលចូលមកកាន់ចិត្តខ្ញុំថាគួរតែធ្វើយ៉ាងនេះតើតើនឹងបញ្ហាមួយនេះហើយនៅពេលដែលខ្ញុំអនុវត្តតាមសំឡេងនោះគឺខ្ញុំឃើញមានលទ្ធផលល្អគឺព្រះអង្គតែងតែជួយជារៀងរាល់ថ្ងៃហើយមួយទៀតគឺទៀមទានឹងការដែលយើងស្ដាប់បង្គាប់តែមិនមែនគាត់តែមានជំនឿសុំឲ្យព្រះអង្គប្រទានពរនេះជួយនេះដោះស្រាយរឿងនេះប៉ុន្តែយើងត្រូវតែស្ដាប់បង្គាប់ព្រះអង្គបើសិនជាព្រះអង្គនិយាយមកកាន់យើងឲ្យយើងលើកលែងទោសឲ្យនរណាម្នាក់ឬក៏ព្រះអង្គប្រាប់យើងឲ្យយើងដាក់ដង្វាយ1 ពី 10ដែលស្មោះត្រង់ឬក៏ព្រះអង្គប្រាប់យើងឲ្យយើងផ្ដល់ពរដល់អ្នកនេះយើងត្រូវស្ដាប់បង្គាប់អញ្ចឹងការនេះស្ដែងក្នុងការដែលឲ្យព្រះអង្គស្មោះត្រង់មកកាន់ជីវិតរបស់យើងដឹងថាព្រះអង្គស្មោះត្រង់ហើយប៉ុន្តែយើងរៀនស្មោះត្រង់ក្នុងការដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គហើយនេះគឺជួយឲ្យជំនឿរបស់យើងរឹតតែរីកចម្រើនឡើងថែមទៀតរឹតតែជួបនៅការអស្ចារ្យជាច្រើនទៀតហើយចំណុចចុងក្រោយគឺនៅក្នុងហេព្រើរចំពុក11ខ6ចែងថាគឺមានតែជំនឿទេដែលគាត់ប្រហាទេរបស់គាត់ប្រហាទេដល់ព្រះអង្គហើយខ្ញុំលើកទឹកចិត្តលោកអ្នកបងប្អូននៅពេលដែលជីវិតរបស់យើងប្រចាំថ្ងៃយើងចង់ឲ្យកិច្ចការដែលយើងធ្វើឲ្យចៅហ្វាយនេះរបស់យើងពេញចិត្តឲ្យក្រុមគ្រួសាររបស់យើងពេញចិត្តឬក៏ឲ្យមិត្តភ័ក្តិរបស់យើងពេញចិត្តប៉ុន្តែយើងអាចទទួលបាននៅការពេញចិត្តពីមនុស្សផងទាំងពួងមកតាមក្រោយនៅពេលដែលយើងបោះជំហាននៅការដែលយើងព្យាយាមធ្វើឲ្យគាត់ប្រហាទេព្រះអង្គជាមុនសិនអញ្ចឹងហើយនឹងមានមនុស្សជាច្រើនគេចាប់ដើមទទួលនៅការលើកទឹកចិត្តពីយើងឬក៏ពេញចិត្តឬក៏រៀនតាមយើងហើយវាជួយឲ្យគេឃើញអំពីព្រះគ្រីស្ទព្រះយេស៊ូវដែលធ្វើការល្អក្នុងជីវិតរបស់យើងក៏ទាក់ទាញឲ្យគេចាប់ដើមជឿនិងចាប់អារម្មណ៍លើព្រះអង្គផងដែរចាសូមអរគុណ